បាទជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបានចង់ណែនាំបងប្អូនបាទពីអត្ថប្រយោជន៍នៃការដាក់ច្បងគ្រប់តាមបែបនេះបងប្អូនអត្ថប្រយោជន៍របស់វាគឺទី1គឺយើងការពារស្មៅអត់ដុះទេបងប្អូនវាដុះដែរវាដុះតិចយើងមិនសូវជ្រះវាទី2គឺយើងទាក់ទងនឹងការស្រោចទឹកកាលណាយើងដាក់ច្បងបែបនេះនៅពេលដែលយើងស្រោចគឺវាអាចសើមគល់បានយូរអញ្ចឹងយើងអាចចំណេញក្នុងការស្រោចបើចឹងយើងអត់ដាក់ការស្រោចគឺ2ថ្ងៃវាស្ងួតហើយតែបើយើងដាក់ច្បងបែបនេះយើងអាចស្រោចពី4ទៅ5ថ្ងៃយើងអាច4ទៅ5ថ្ងៃនឹងស្រោចម្ដងបានហើយទី3នៅកាលណាច្បងនេះរលួយបាទវាคล้ายទៅជាជីអញ្ចឹងកាលណាคล้ายជាជីធ្វើឲ្យស្អំមកយើងបាទល្អរីកលូតលាស់បានល្អបងប្អូននេះគឺជាអត្ថប្រយោជន៍របស់វាហើយច្បងយើងដាំនៅចិត្តស្រែអញ្ចឹងវាងាយស្រួលរកទេនៅពេលដែលស្រែច្រូតស្រូវហើយបាទយើងអាចជូនវាមកដាក់តាមគល់